បាទសួស្តីកូនចៅប្រុសស្រីក្នុងទឹកតុកបាទការរស់នៅម្នាក់ឯងចេះតែនឹកឃើញអតីតកាលបាទអតីតកាលយ៉ាងម៉េចទៀតអតីតកាលការរស់នៅតាំងពីសម័យសាធារណៈរហូតកន្លងមកចូលមកសម័យប៉ុលពតបាទរួចមកក៏ចូលក្នុងសម័យមួយថ្មីទៀតហើយក៏បានទទួលការងារខ្លះបម្រើជាតិមានតាំងពីអត្តសញ្ញាណប័ណ្ណនេះទៀតអត្តសញ្ញាណប័ណ្ណបាទបំរើចូលបំរើក្នុងជួរកងទ័ពក៏មានដែរដល់ពេលមកដល់ឥឡូវនេះបាទគឺគ្រួសារគាត់អនិច្ចកម្មចោលអស់រយៈពេល15-16ឆ្នាំហើយអញ្ចឹងទេរស់នៅម្នាក់ឯងនឹកឃើញតែអតីតកាលមិនដឹងថាយ៉ាងណានឹកឃើញតែអតីតកាលប៉ុន្តែទោះបីយ៉ាងណាខំតស៊ូព្យាយាមបំភ្លេចអតីតកាលបាទហើយខំជួយកសាងជាតិកសាងពុទ្ធសាសនាលើកស្ទួយនៃពុទ្ធសាសនាអរិយធម៌វប្បធម៌ជំនឿបាទជំនឿសាសនាបាទជំនឿតាំងពីអរូបីបាទមានតាំងពីអរូបីបាទមានព្រះគ្រប់យ៉ាងហើយថ្មិញដំរីនេះគឺចង់កើតជាពូស៊ីលហើយបងប្អូនកូនចៅបាទខ្ញុំមកនៅស្រុកនេះខ្ញុំកោះបានថ្មិញក្ទៀមដំរីនេះទៀតក្ទៀមដំរីបាទចង់កើតជាពូស៊ីលហើយនេះហើយបើមានបងប្អូនណាចង់ជាវក្ទៀមទុកតម្កល់ទុកគ្រាន់មើលអានេះវាចាស់កម្រិលយូរណាស់ហើយចង់ខ្លាយទៅជាពូស៊ីលហើយអញ្ចឹងខ្ញុំថែរក្សាដើម្បីគោរពបូជាបាទហើយបងប្អូនចង់គោរពបូជាអាចជាវបានបាទចង់កើតជាពូស៊ីលហើយបងប្អូនហើយគៀមនេះរបៀបនេះគៀមនឹងគឺរបៀបនេះកូនចៅបាទនេះរបៀបនេះគៀមមួយផ្សេងដោយឡែកទៀតខ្ញុំកោះចែកគ្នាទៅនៅសល់បានប៉ុណ្ណឹងនេះគឺជាគៀមនេះអាចយកឆ្លាក់ព្រះបានទៀតបាទនេះឆ្លាក់ទៅគឺបានរបៀបនេះខ្ញុំឆ្លាក់ខ្លួនឯងខ្ញុំអត់ចេះឆ្លាក់ក៏ខ្ញុំឆ្លាក់មិនស្អាតបានខ្ញុំឆ្លាក់បានប៉ុណ្ណេះជារៀងប៉ុណ្ណេះបាទនេះគឺជាស្គៀមដែលខ្ញុំឆ្លាក់ចេញពីស្គៀមដំរីដែលខ្ញុំជីកក្នុងដីបានហ្នឹងណាបាទកន្លែងណាដែលល្អយើងអាចឆ្លាក់បានស្គៀមដំរីតិចតិចជុំណាកូនចៅបាទណា